ចាសូមជម្រាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាខ្ញុំនឹងអាននៅព្រះគម្ពីរម៉ាថាយនៅជំពូក25ខ14ដល់ខ30ម៉ាថាយជំពូក25ខ14ត្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ដែលរៀបនឹងចេញពីស្រុកទៅគាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេបានឲ្យប្រាក់ទៅម្នាក់5000ម្នាក់ទៀត2000ហើយអ្នកទី3 1000គឺឲ្យគ្រប់គ្នាតាមតម្រេះគេរៀងខ្លួនរួចក៏ចេញទៅនោះអ្នកដែលទទួល5000ក៏យកប្រាក់ទៅជួញបានចំណេញបាន5000ទៀតហើយអ្នកដែលទទួល2000គាត់ធ្វើដូច្នោះដែរក៏បានចំណេញ2000ទៀតតែឯអ្នកដែលទទួលតែ1000វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញយូរក្រោយមកចៅហ្វាយរបស់បាវទាំងនោះត្រឡប់មកវិញគិតបញ្ជីនឹងគេចំណែកអ្នកដែលបានទទួល5000ក៏យក5000ទៀតមកជម្រាបចៅហ្វាយថាលោកចៅហ្វាយលោកបានប្រគល់ប្រាក់5000មកខ្ញុំមើលខ្ញុំបានចំណេញ5000ទៀតចៅហ្វាយនិយាយថាប្រពៃហើយបាវល្អស្មោះត្រង់អើយឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះដូច្នេះអញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀតចូលឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះកាលអ្នកដែលទទួល2000បានមកដល់នោះក៏ជម្រាបថាលោកចៅហ្វាយលោកបានប្រគល់2000មកខ្ញុំមើលខ្ញុំបានចំណេញ2000ទៀតចៅហ្វាយនិយាយថាប្រពៃហើយបាវល្អស្មោះត្រង់អើយឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះដូច្នេះអញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀតចូលឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះឯអ្នកដែលបានទទួល1000វាក៏ចូលមកជម្រាបចៅហ្វាយថាលោកចៅហ្វាយខ្ញុំដឹងថាលោកជាមនុស្សតឹងរឹងណាស់លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះហើយប្រមូលនៅកន្លែងដែលមិនបានអំដូច្នេះខ្ញុំនឹកខ្លាចក៏ទៅកប់ប្រាក់1000នេះទុកក្នុងដីខ្ញុំសូមប្រគល់របស់លោកជូនលោកវិញចៅហ្វាយក៏ឆ្លើយតបថាបាវអាក្រក់ហើយខ្ជិលច្រអូសអើយបើឯងដឹងថាអញច្រូតនៅកន្លែងដែលមិនបានសាបព្រោះហើយប្រមូលនៅកន្លែងដែលមិនបានអុំនោះគួរតែឯងបានយកប្រាក់ទៅញើទុកនឹងអ្នកចងការចុះលុះដល់អញមកវិញនោះនឹងបានប្រាក់អញទាំងដើមទាំងការផងដូច្នេះចូលដកប្រាក់1000នោះពីវាចេញឲ្យដល់អ្នកដែលមាន10000វិញត្បិតនឹងឲ្យដល់អស់អ្នកដែលមានហើយអ្នកនោះនឹងមានជាបរិបូរណ៍ឡើងតែអ្នកណាដែលគ្មាននោះនឹងត្រូវហូតដកទាំងរបស់អ្វីដែលអ្នកនោះមានផងឯបាវឥតប្រយោជន៍នោះចូលបោះវាចោលទៅឯទីងងឹតខាងក្រៅទៅនៅទីនោះនឹងយំហើយសង្គ្រាតធ្មេញចាសូមអរគុណសូមព្រះប្រទានពរ